បងប្អូនទេសនាគ្រប់គ្នាជាទីរាប់អានប្រទេសថៃនៅក្នុងឆ្នាំ2026នេះនឹងត្រូវរងទទួលនៅគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរណាស់គឺខ្លាំងជាងឆ្នាំ2025ទៅទៀតតែយ៉ាងណាក៏ដោយបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានជូនដំណឹងពីក្រសួងធនធានទឹកនិងឧតុនិយមព្រមទាំងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃនោះនៅក្នុងឆ្នាំ2026នេះប្រទេសថៃនឹងត្រូវរងគ្រោះដោយទឹកជំនន់ជន់លិចយ៉ាងខ្លាំងព្រមទាំងប្រទេសថៃនេះអាចនឹងជួបគ្រោះថ្នាក់ដែលកើតចេញពីធម្មជាតិដូចជាគ្រោះខ្យល់ព្យុះគ្រោះរញ្ជួយដីគ្រោះដីស្លុតគ្រោះបាក់ទំនប់ទឹកជាដើមតែយ៉ាងណាក៏ដោយនៅក្នុងសេចក្តីជូនដំណឹងទៅដល់ប្រជាជនថៃទាំងអស់នោះគឺផ្ដោតសំខាន់ទៅលើគ្រោះទឹកជំនន់ជាចម្បងដោយលោកមន្ត្រីធនធានទឹកនិងឧតុនិយមគ្រប់គ្រងគ្រោះមហន្តរាយផងនោះគឺបានសង្កត់ធ្ងន់ថាអាចនៅចុងខែមិថុនានេះទៅចំពោះទឹកទន្លេចៅប្រយ៉ានោះនឹងហក់ឡើងខ្លាំងជាគំហុកតែម្ដងហើយទឹកទន្លេចៅប្រយ៉ានេះនឹងហូរបុកទម្លុះចេញតាមដៃទន្លេនានាដែលជួបទៅនឹងទន្លេមេចៅប្រយ៉ានោះជាពិសេសខេត្តថៃមួយចំនួនដែលជាខេត្តរស់នៅតាមដងទន្លេដៃចៅប្រយ៉ានេះនិងខេត្តវាលទំនាបកណ្ដាលជាច្រើនទៀតរបស់ប្រទេសថៃនោះនឹងត្រូវលិចលង់ខ្លាំងតែម្ដងក្នុងឆ្នាំ2026ហើយខាងក្រសួងធនធានទឹកនិងឧតុនិយមនិងការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសថៃនោះក៏បានអំពាវនាវឲ្យប្រជាជនសៀមដែលរស់នៅក្នុងខេត្តមួយចំនួនទៀតដែលស្ថិតនៅក្រោមនៃតំបន់ទំនប់ទឹកយក្សដ៏ធំដែលមានឈ្មោះថាទំនប់ទឹកភូមិពលអាដុលយ៉ាដេតដែលជាការប្រទានពីស្ដេចថៃរ៉ាម៉ាទី9នោះអាចនឹងមិនមានកម្លាំងគ្រប់គ្រាន់នៅក្នុងការទប់ទល់ទឹកយ៉ាងច្រើនលើសលប់ម៉ែត្រគីបនេះនោះឡើយហើយទំនប់ទឹកនេះអាចនឹងបាក់រលំនៅក្នុងឆ្នាំ2026នេះដោយខាងក្រសួងទឹកនៃប្រទេសថៃបានបញ្ជាក់ថាភ្លៀងនឹងចាប់ផ្ដើមធ្លាក់ខ្លាំងនៅដើមខែ5នេះតទៅដូច្នេះទឹកជំនន់នៅក្នុងប្រទេសថៃឆ្នាំ2026នេះនឹងហក់ឡើងខ្លាំងជាងឆ្នាំ2025ទៅទៀត